បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះធ្វើម្ហូបចែកជូនពុកម៉ែបងប្អូនទស្សនាមុខម្ហូបមុខនេះគឺឆាក្តៅម្រេចប្រូចែកជូនពុកម៉ែបងប្អូនសាច់ជូរចិញ្ចាំច្រាំបងប្អូនណាយើងបានប៉ាន់គ្រឿងរួចហើយក៏ដាក់ខ្លាញ់ចូលដើម្បីបានឆាសាច់ជ្រូកឆាក្តៅម្រេចប្រូយើងត្រៀមសម័យសុកម៉ៃបាក់បុកទៅបានទេគេប្រើតែនឹងគ្រឿងប៉ាន់កន្ត្រូលទាំងបាក់លឺដល់ទី4ទី3ទី2ដាក់តាគ្រឿងប៉ាន់តែមកប្រូកនឹងលេតផងស្រួលឡើងសម័យសុកម៉ៃសំគ្រឿងមិនយូរទេការធ្វើម្ហូបខ្ញុំបាទនេះដាក់សៅស៊ុបដាក់ប្រេងខ្យងប្រេងក្រុមទៅបងប្អូនដាក់ឆ្ងាញ់មិនឆ្ងាញ់ក៏ស្រេចទៅលើចុងភៅតើបើថាប្រៃក៏ចុងភៅក៏តែជួលចិត្តប្រៃទៅណានេះដាក់ទឹកត្រីហ៊ានដាក់ច្រើននេះខ្លាច់ប្រៃបងប្អូនដាក់បរិមាណសមគួរនេះក៏ស៊ីវខាវបន្តិចទៅដើម្បីបានក្លិនក្រអូបដាក់ម្រេចប្រូចូលទៅឲ្យក្អូបគាត់ខ្លាំងអត់ម្រេចប្រូបានទេឆាក្តៅម្រេចប្រូដាក់កុំដាក់ច្រើនវាហាងណាបងប្អូនម្រេចប្រូតិចបានហើយរួចរាល់ហើយបងប្អូនហើយនេះបងប្អូនអើយណាតាមុខមិត្តចេះដាក់ចានទៅក៏ហូបមកបងប្អូនហូបជុំខ្ញុំបាទឆាក្តៅម្រេចប្រូឆ្អិនហើយមកបងប្អូនអើយហូបបាយជុំខ្ញុំបាទអរគុណជ្រាបលាផ្ញើជួយ like ជួយ share